ជាមួយនឹងស្រៈអាស្រៈអាំស្រៈអោស្រៈអៃនិងស្រៈអបបនឹងយ៉ាងម៉េចដែរចាបដូររូបរាងទៅជាបមានជើងគ្រូសួរថាហេតុអីបានជាបនៅពេលដែលប្រើជាមួយស្រៈអាស្រៈអាំស្រៈអោស្រៈអៃនិងស្រៈអបបដូររូបរាងហេតុអីដោយសារអីចាដោយសារតែវាកើតអក្សរហឧទាហរណ៍តើអ្នកផ្សេងមើលណាកូនអ្នកគ្រូមានបមួយនេះបមែនណាកូនអ្នកគ្រូថែមស្រៈអាមួយទៀតកាលនេះគេចាចេញបអាបាអត់ចេញឃើញអក្សរនេះកាត់ទៅជាបអាបាអត់ទាំងដល់ដំបូងយើងទៅសេអក្សរបឲ្យមែនអត់ចាបតែគ្រូចង់ថាទេអ្នកគ្រូចង់ដាក់ស្រៈអាកាត់ជាបអាបាអត់ចាអញ្ចឹងដើម្បីកុំឲ្យច្រឡំគឺគេយកជើងជំនះបនេះនៅពេលដែលប្រកបជាមួយនឹងស្រៈអាស្រៈអាំស្រៈអោស្រៈអៅស្រៈអបគឺបបដូររូបរាងបដូរយ៉ាងម៉េចទៅកូនចាបមានជើងហើយយើងដាក់ថាបអាបាឥឡូវមើលមួយទៀតហោអោហោមែនអត់បអត់ច្រឡំបដាក់ស្រៈមកមើលអ្នកគ្រូមានបចាហើយប្រកបជាមួយនឹងស្រៈអោនេះស្រៈអោមានស្រៈអេហើយនឹងមានស្រៈអាឥឡូវកូនមើលទៅឃើញអក្សរគេកូនចាច្រឡំគ្នាអត់ច្រឡំតែអ្នកគ្រូចង់សរសេរហេអ្នកគ្រូសរសេរហអេហេពីរហ្នឹងដូចគ្នាអត់ចាដូចគ្នាហអេហេតែតាមក៏ប៉ុន្តែអ្នកគ្រូចង់សរសេរបអោបយអញ្ចឹងដើម្បីយើងកុំឲ្យច្រឡំថាវាហអេហេអញ្ចឹងយើងសរសេរបអីគេកូនបមានជើងចាបមានជើងគឺបអោបោអានេះត្រូវអត់អត់អានេះត្រូវអត់អត់អាណាត្រឹមត្រូវកូនចាបអាបាបអោបោអញ្ចឹងជើងជាអ្នកបនៅពេលដែលប្រកបជាមួយនឹងស្រៈអាស្រៈអាំស្រៈអោស្រៈអៃនិងស្រៈអបនឹងយ៉ាងម៉េចដែរបដូររូបរាងទៅជាបមានជើងតោះណាទាំងអស់គ្នា